បានព្រមព្រៀងជាមួយនឹងសេចក្តីស្លាប់ហើយគឺមិនអាចកែប្រែបានទេខ្ញុំចង់កែប្រែខ្ញុំហើយនឹងប៉ាខ្ញុំមិនត្រូវរបួសទេតែបានទេអត់ទេច្បាប់គឺបានព្រមព្រៀងរួចហើយលើកលែងតែស្អីខ្ញុំមិនដឹងនោះទេតែខ្ញុំជួយលោករកលុយហើយឥឡូវដល់វេនលោកជួយរកកូនស្រីខ្ញុំវិញម្ដងតែខ្ញុំមិនដឹងចាប់ផ្ដើមពីកន្លែងណាទេកូនស្រីខ្ញុំនៅណាតាអ៊ំស្រីទូឯងភ្ញាក់ហើយមែនទេអ្នកស្រីលេទីណាមែនទេអរកូនស្រីរបស់ឯងអរគុណហើយអ្នកគ្រូពេទ្យអូហូមើលទៅកូនអ្នកណាគេណគួរឲ្យស្រឡាញ់ខ្លាំងណាមកគេលុយណាស់លុយមែនតែនឯងសំណាងហើយណែគេញញឹមហើយណាជួយយកកូនខ្ញុំទៅកន្លែងអ៊ំស្រីទូប៊ូគាត់ជាគ្រួសារតែម្នាក់គាត់ដែលខ្ញុំមានគាត់នៅតំបន់ម៉ូឡាដែលជាកន្លែងកម្មកររស់នៅទៅស្ពាន3ជា3ឲ្យបាត់ស្ដាំទៅឯបងស្រីតើកម្មកររស់នៅទីណាកន្លែងហ្នឹងអីនោះគឺផ្ទះនៅទីនោះខ្ញុំចាំហាងអ៊ំស្រីទូប៊ូគឺមានដើមឈើរីនៅខាងមុខហាងតើនាងស្លាប់ប្រហែលឆ្នាំហើយ25ឆ្នាំហើយព្រះជាម្ចាស់ហើយ25ឆ្នាំហើយកន្លែងនេះជួសជុល10ដងហើយឆាប់ទៅផ្ទះវិញទៅមកឯចាប់ផងជួយប្រាប់ក្មេងៗផងថាកុំឲ្យគេទៅដល់នៅទីនេះណាខ្ញុំសំវល់អេលោកហ៎មិនបងដឹងអ៊ំស្រីទូប៉ានៅទីណាទេទូប៊ូខ្ញុំចង់បានន័យថាទូប៊ូហើយសួរអមីកៃអើយផ្ដាស់មែនគឺគាត់ជាម្ចាស់ដើមនៅទីនេះនៅពេលដែលជួសជុលរួចតើពួកគាត់ទៅណាវិញខ្ញុំធ្លាប់លើគេនិយាយថាពេលច្រើនហ្នឹងពួកគេរស់នៅតាមដងទន្លេនៅស្រុកលេខ7លោកទៅសាកសួរគេនៅទីនោះមើលតើគេនៅនោះមែនអត់ឲ្យឆាប់ឡើងឆាប់ញ៉ាំឲ្យអស់ទៅណាមីងតើណាមីងផ្លាស់មកពីម៉ាឡូមែនទេមែនហើយមានបញ្ហាអីស្គាល់អ៊ំទូប៊ូដែរទេស្គាល់នោះទេបើឯងស៊ីទេឆាប់ចូលទៅក្នុងទៅទូប៊ូមែនទេខ្ញុំស្គាល់គាត់អេបានគាត់គឺអ៊ំទូប៊ូដើមឈើរីដែលនៅមុខហាងនាងមែនទេត្រូវហើយណាមីងត្រូវហើយណាមីងឥឡូវគាត់ណាខ្ញុំស្គាល់គេតែមិនដឹងថាគេទៅនៅទីណាទេនាងមិនដែលមកទីនេះទេចាប់ហើយទៅផ្ទះវិញហេតុអីក៏ប្រញាប់ទៅផ្ទះម្លេះខ្ញុំធ្វើគ្រប់យ៉ាងឲ្យលោកត្រូវតែធ្វើឲ្យខ្ញុំវិញដូចគ្នាតែឥឡូវយើងទៅណាទៀតខ្ញុំបានខំប្រឹងហើយទៅផ្ទះទៅទៀតហើយចាំសាយចាំរត់ទៀតទៅប៉ារបស់ខ្ញុំឈឺនៅផ្ទះណាដឹងទេជាកូនខ្ញុំជាកូនល្អណាស់យល់ទេខ្ញុំនិយាយត្រូវអត់ទៅផ្ទះទៅស្លាក់ឆ្នោតអាក្មេងលោតោបាទចាំលេខនេះទុកណាវាចិត្តដល់ពេលប្រកាសហើយប្រហែលលោកឃើញខ្ញុំដូចជាធនាគារលោកមែនទេអើយកុំធ្វើអញ្ចឹងទៅមើលខ្ញុំមានទទួលខុសត្រូវខ្លាំងណាស់ដែរតាខ្ញុំគ្រាន់តែចង់រកប្រាក់បន្ថែមដើម្បីរកកូនស្រីនាងតែប៉ុណ្ណោះទេហេតុអីក៏គិតថាខ្ញុំជាមនុស្សអាក្រក់ទៅវិញនាងចង់ទៅណាវិញតែយើងលេខឆ្នោតឲ្យលោកហ្នឹងណាមិនបាច់ទៅទេអញ្ចឹងលោកមិនទៅរកកូនស្រីខ្ញុំទេអាចង្រៃនេះអាយ៉ាពិតជាខ្មោចល្ងងមែនតើនាងមានវេទមន្តប្រើវាឲ្យហោះទៅហេតុអីមនុស្សជឿថាខ្មោចមានវេទមន្តពួកយើងរស់នឹងស្លាប់គឺពឹងលើអាហារដូចតែគ្នាទេពួកយើងឆ្លោះគ្នាវាយគ្នាគឺដើម្បីដណ្ដើមសំណែនរបស់ពួកយើងដឹងទេឡាហេតុអីក៏លោកសាបានឲ្យឆាប់ដប់ខ្ញុំទៅនៅចាំលេខអត់មិនភ្លេចនោះទេណែខ្ញុំចាំនៅហាងកាហ្វេនៅទីនេះខ្ញុំដឹងហើយបានហើយឲ្យលឿនទៅ
ថ្ងៃនេះមានមនុស្សច្រើនណាស់ យាយគឺជាខ្មោចមិនមែនទេវតាទេហេតុអីក៏មិនតម្រូវជួលមែនហើយត្រូវហើយ តែហេតុអីក៏នាងចាំបាច់បានសល់របស់ខ្ញុំ មកយើងចាក់ឥឡូវ មែនហើយចាក់វាទៅចាក់វាទៅ យើងជាសេនារាជវង្សឆេងហើយតែឯងមានមើលផ្លូវខ្លះនេះ មានមនុស្សច្រើនណាស់នៅទីនេះហេតុអីក៏លឿនខ្លាំងបែបនេះ ឥឡូវចង់ញ៉ាំអី សូមត្រៀមលេខរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាសូមត្រៀមឆ្នោតនឹងចាប់ផ្ដើមចេញនៅពេលបន្តិចទៀតនេះចាប់ផ្ដើមបង្វិល